broker គេថាអ្នកគប់ជេហ្នឹងតែយើងត្រូវធ្វើមិនទៅដើម្បីឲ្យអ្នកទិញនិងអ្នកលក់គឺមានទំនុកចិត្តលើយើងជាពិសេសអ្នកដែលមានលុយ1លានដុល្លារកន្លះលានដុល្លារ20,000 30,000ឬក៏1លានដុល្លារជាងទៅគេទុកចិត្តយើងឲ្យយើងទិញរកឲ្យគេរកដីរកផ្ទះឲ្យគេតែធ្វើមិនទៅដើម្បីឲ្យគេជឿទុកចិត្តយើងថាយើងពិតជាអ្នកគប់ជេដែលល្អអាចទុកចិត្តបានណាតែគេទុកចិត្តតែអ្នកទិញគេទុកចិត្តអ្នកលក់គេទុកចិត្តគឺស្មើនឹងយើងបានលុយអញ្ចឹងបងណាស្មើនឹងយើងបានលុយអញ្ចឹងក្នុងនាមយើងត្រូវមានស្អីខ្លះនៅក្នុងខ្លួនដើម្បីធ្វើការងារនឹងឲ្យល្អឲ្យគេទុកចិត្តយើងជាបទពិសោធន៍ខ្ញុំមានកត្តា3ធំនៅក្នុងខ្លួនអត់និយាយជំនាញនិយាយពីកត្តាក្នុងសិតចាំណាអត់និយាយជំនាញទេកត្តាទី1បងប្អូនក្នុងនាមយើងជាអ្នកគប់ជេហើយអ្នកខ្លះហៅគប់ជេតែខ្ញុំដូចជាមិនហៅអ្នកគប់ជេទេខ្ញុំហៅថាអ្នកប្រឹក្សាយោបល់វិញផ្នែកទិញលក់ឲ្យពួកគាត់វិញពីអ្នកគប់ជេឬអ្នកលក់ដូចអត់ត្រូវទេសម្រាប់ខ្ញុំណាអញ្ចឹងយើងត្រូវមានកត្តា3យ៉ាងសំខាន់ទី1គឺយើងត្រូវតែគិតឲ្យអ្នកទិញនឹងកើតចំណេញអញ្ចឹងណាបងប្អូនណាយើងត្រូវតែធ្វើម៉េចអារម្មណ៍យើងគិតណាយើងគិតជួយគិតគាត់ថាឲ្យម៉េចឲ្យគាត់ទិញដីទិញផ្ទះហ្នឹងឲ្យគាត់ចំណេញពេលហ្នឹងយកខ្លួនយើងទៅដាក់ខ្លួនគាត់អញ្ចឹងបងប្អូនណាកុំយកខ្លួនយើងដាក់ខ្លួនយើងអត់ត្រូវទេអញ្ចឹងយកខ្លួនយើងដាក់ខ្លួនគាត់ថាធ្វើម៉េចដើម្បីជួយទិញដីទិញផ្ទះហ្នឹងឲ្យគាត់បានចំណេញគិតអញ្ចឹងណាបងណាកុំគិតថាអញធ្វើម៉េចឲ្យបានលុយកុំចុងណាតែពេលគិតអញ្ចឹងគឺខុសហើយគិតអញ្ចឹងគឺបងប្អូនអត់បានជោគជ័យដាច់ខាតអញ្ចឹងបងប្អូនត្រូវតែគិតថាត្រូវធ្វើម៉េចដើម្បីឲ្យអ្នកទិញហ្នឹងគាត់ទិញបានរបស់ដែលចំណេញហើយមានសុវត្ថិភាពធ្វើម៉េចជួយគាត់ឲ្យបានហ្នឹងអញ្ចឹងណាអារម្មណ៍យើងគិតកត្តាទី1គិតទៅលើអ្នកទិញឃើញទេបងឃើញទេដល់ពេលកត្តាទី2បងប្អូនត្រូវគិតមួយទៀតកត្តាទី2គឺអ្នកលក់បងណាត្រូវអ្នកលក់គាត់ត្រូវធ្វើម៉េចលក់តម្លៃឲ្យបានសមរម្យហើយឲ្យមានលក់ឲ្យបានសុវត្ថិភាពឲ្យគាត់លក់ឲ្យមានសុវត្ថិភាពដល់គាត់គឺមានន័យថាគាត់លក់របស់បើលក់ដីត្រូវតែបានលុយបើលក់ផ្ទះត្រូវតែបានលុយអញ្ចឹងអ្នកលក់ត្រូវតែបានលុយអ្នកទិញត្រូវតែបានរបស់ឃើញទេអញ្ចឹងក្នុងនាមយើងជាអ្នកផ្នែកទីផ្សារឬផ្នែកយើងក្នុងនាមយើងជាអ្នកប្រឹក្សាផ្នែកទិញលក់ជូនគាត់ហ្នឹងដែលយើងជនហៅនិយមន័យច្រើនតែនាំឲ្យហៅថាអ្នកគប់ជេហ្នឹងគឺយើងត្រូវតែដូរការគិតរបស់យើងត្រូវទី1យើងត្រូវជួយឲ្យអ្នកទិញហ្នឹងគឺគិតទិញបានរបស់មួយដែលតម្លៃសមរម្យតម្លៃក្រោមទីផ្សារពិតប្រាកដមែនហើយទី2ត្រូវតែឲ្យរបស់ហ្នឹងគឺមានសុវត្ថិភាពដល់គាត់ព្រោះគាត់ទិញគឺគាត់ចង់បានរបស់ទិញដីគឺចង់បានដីទិញផ្ទះគឺចង់បានផ្ទះហើយមានសុវត្ថិភាពហើយគាត់ចំណេញឃើញទេបងណាហើយដល់ពេលទី2យើងត្រូវគិតអ្នកលក់ទៀតអ្នកលក់ត្រូវធ្វើម៉េចក៏ដោយគឺធ្វើម៉េចឲ្យគាត់បានលុយឲ្យគាត់អញ្ចឹងណាធ្វើម៉េចគាត់បានលុយគាត់អាចលក់ហើយតែគាត់យើងក្នុងនាមយើងជាអ្នកប្រឹក្សាអ្នកណែនាំអ្នកបន្ទិញហ្នឹងយើងត្រូវតែជួយគាត់ឲ្យគាត់លក់ហើយត្រូវតែបានលុយឲ្យគាត់ក្នុងលក្ខខណ្ឌដែលយើងបាននិយាយគ្នាឃើញទេហើយដល់ពេលកត្តាទី3គឺកត្តាខ្លួនឯងបាទកត្តាខ្លួនយើងតែយើងគិតអ្នកទិញអ្នកលក់ហើយគឺយើងអញ្ចឹងបងណាគឺយើងជឿថាក្នុងយើងហ្នឹងគឺយើងអ្នកគប់ជេហ្នឹងគឺយើងក្នុងដំណាក់កាលទី3ទេមិនមែនក្នុងដំណាក់កាលទី1ហើយក៏មិនក្នុងដំណាក់កាលទី2ដែរគឺក្នុងដំណាក់កាលទី3មានន័យថាម៉េចមានន័យថាកាលណាយើងជួយអ្នកទិញនឹងបានហើយយើងជួយអ្នកលក់បានហើយគឺយើងដឹងតែបានអូតូហើយរឿង 3% 4% នោះវាអត់មិនភ័យទេអានឹងហ្នឹងនោះអញ្ចឹងមែនទេក៏ប៉ុន្តែដែលខ្ញុំតាមមើលអង្កេតមើលបទពិសោធន៍ខ្ញុំជាមួយនឹងផ្នែកបងផ្នែកអ្នកគប់ជេហ្នឹងគឺខ្ញុំមើលឃើញ 90% ជាងគឺផ្ដោតលើអត្ថប្រយោជន៍ខ្លួនឯងមុនអញ្ចឹងណាគិតរឿងអត្ថប្រយោជន៍ 3% មុនអត់ខ្វល់ជាមួយអ្នកទិញអត់ខ្វល់ជាមួយអ្នកលក់ខ្វល់តែខ្លួនឯងដល់ពេលអញ្ចឹងគាត់រកអ្នកទិញអត់បានទេគាត់រកអ្នកមានលុយធំមកទិញឲ្យគាត់អត់បានទេហើយគាត់ដល់ពេលរកទិញអត់បានគាត់ក៏អត់បានលុយកុំមិស្សិនដែរអញ្ចឹងបាទណាវាអាចយូរមានមួយអញ្ចឹងណាយូរមួយអញ្ចឹងណាតែមួយហេតុស្អីអត់ទៀតអញ្ចឹងបាទដោយសារគាត់គិតរឿងខ្លួនឯងមុនអញ្ចឹងខ្ញុំសូមផ្ដាំទៅអ្នកគប់ជេទាំងអស់មិនថាគប់ជេរបស់តូចរបស់ធំត្រូវគិតរឿងអ្នកទិញទី1អ្នកលក់ទី2ធ្វើម៉េចឲ្យពីរនឹងធ្វើម៉េចឲ្យបងទាំងពីរនឹងគាត់ត្រូវគ្នាគាត់បានអ្វីគាត់ចង់បានគាត់បានអ្វីគាត់ចង់លក់គាត់លក់បានអូខេយើងដឹងតែបានគឺផ្នែកទី3គឺលុយកុំចុង 3% យើងគឺដឹងតែបានអូតូហើយអញ្ចឹងពេលយើងធ្វើការងារហ្នឹងយើងកុំភ្លេចជួយទាំងសងខាងជួយទាំងអ្នកលក់ជួយទាំងអ្នកទិញធ្វើម៉េចកុំឲ្យអ្នកផ្នែក2ហ្នឹងកុំឲ្យមកបំពេញជាមួយវៀតណាមបំពេញទាំងគ្នាទៅវិញទៅមកដាច់ខាតអញ្ចឹងណាបាទអញ្ចឹងបងប្អូនចង់បានផ្នែកធ្វើជាអ្នកagency ល្អធ្វើជាអ្នកគប់ជេល្អហើយអាចមានលុយឈឹបមកនឹងដៃគឺបងប្អូនប្រើរូបមន្តខ្ញុំទៅយកទៅសាកមើលទៅអញ្ចឹងមកណាបាទសូមអរគុណ